នឹងក្តីស្រឡាញ់របស់ព្រះនៅតែដដែលកម្មវិធីចម្លើយជីវិតចម្លើយជីវិតមានពិតគឺទ្រង់ដែលលេចចោះនាំឲ្យជីវិតយើងយ៉ាងដូចម្ដេចទៅនាំឲ្យមានក្តីសង្ឃឹមក្តីស្រឡាញ់ពោពេញក្នុងជីវិតហើយឲ្យរួចផុតពីបញ្ហានៃជីវិតដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃច័ន្ទដល់ថ្ងៃសុក្រចាប់ពីម៉ោង6ដល់ម៉ោង7យប់តាមរយៈប្រព័ន្ធទូរស័ព្ទចំនួន4ខ្សែ012និង078 999 018 087 999 018និង097 5 999 018ចម្លើយជីវិតមានពិតគឺទ្រង់នោះដែលលេចលង់ទ្រង់អាចស្រង់បានទុកនោះមានបាបធំប្រមាណជួយបានទាំងអង្គមិនថាសូមជូនកម្មវិធីចម្លើយជីវិតលំអរកាយគ្រប់លោកអ្នកប្រិមិត្តជាទីគ្រប់ជាទីស្រឡាញ់បាទសូមស្វាគមន៍ចូលមកក្នុងកម្មវិធីចម្លើយជីវិតបាទដែលកម្មវិធីយើងតែងតែចូលមកបម្រើប្រិមិត្តអ្នកស្ដាប់បាទពីថ្ងៃច័ន្ទដល់ថ្ងៃសុក្របាទចាប់ពីម៉ោង6ដល់ម៉ោង7យប់បាទហើយកម្មវិធីនេះដំណើរការទៅបានដោយមានការសហការបាទពីមណ្ឌលពន្ធកិច្ចគ្រីស្ទបរិស័ទកម្ពុជាដែលហៅកាត់ថា CCMC បាទជាមួយនឹងវិទ្យុគ្រួសារ FM 99.5 MHzបាទហើយយើងតែងតែលើកយកប្រធានបទមួយមកពិភាក្សាដោយមានវាគ្មិនកិត្តិយសរបស់យើងបាទលោកជាអ្នកជំនាញហើយមានវត្តមានដើម្បីនឹងបកស្រាយបំភ្លឺនៅក្នុងប្រធានបទបាទព្រមទាំងមានការចូលរួមពីលោកអ្នកប្រិមិត្តរបស់យើងផងដែរបាទបើលោកអ្នកប្រិមិត្តលោកបានតាមដានស្ដាប់លោកមានចំណាប់អារម្មណ៍ឬក៏មានបទពិសោធន៍បាទលោកអាចទូរស័ព្ទចូលរួមបានបាទកម្មវិធីយើងនឹងទទួលស្វាគមន៍បាទដល់លោកអ្នកប្រិមិត្តបាទដោយក្តីសំណោះរីករាយបាទឥឡូវនេះថ្ងៃនេះបាទគឺវាគ្មិនកិត្តិយសរបស់យើងបាទគឺលោកគ្រូប្រៃសុគន្ធបាទហើយយើងលើកយកប្រធានបទល្អប្រសើរជាងមុនមកពិភាក្សាអញ្ចឹងវត្តមានលោកគ្រូអញ្ជើញមកដល់អនុញ្ញាតខ្ញុំជម្រាបសួរដល់លោកគ្រូជាមុនសិនបាទជាបឋមសូមជម្រាបសួរដល់លោកគ្រូបាទសូមជម្រាបសួរបាទអរគុណបាទដែលបានជួបជាមួយនឹងលោកគ្រូហើយក្នុងការដែលលើកយកប្រធានបទបានល្អប្រសើរជាងមុនមកពិភាក្សានៅថ្ងៃនេះអញ្ចឹងលោកគ្រូមានចំណាប់អារម្មណ៍និងចង់ជួយដល់ប្រិមិត្តបាទយ៉ាងណាបានជាយើងពិភាក្សាការនេះបាទសូមអញ្ជើញតាមពិតទៅថ្ងៃនេះខ្ញុំលើកប្រធានបទដែលនិយាយអំពីល្អប្រសើរជាងមុនហ្នឹងចង់មកចែកជូនដល់លោកអ្នកបងប្អូនដើម្បីឲ្យបានឃើញពីបំណងផាតីរបស់ព្រះជាម្ចាស់ដែលព្រះអង្គមានសម្រាប់យើងរាល់គ្នាបើទោះបីជាពេលខ្លះយើងនៅជាមួយព្រះអង្គយើងជឿព្រះអង្គហើយប៉ុន្តែមានឃើញការខ្លះដែលយើងពិបាកដោយតែមានប្រិមិត្តយើងជាច្រើនដែលអាចសួរខ្ញុំថាហេតុអីបានជាខ្ញុំជឿព្រះអង្គហើយអញ្ចេះអញ្ចោះថ្ងៃនេះយើងនឹងជជែកគ្នាខ្លះថែមទៀតអំពីរឿងនេះដើម្បីជួយជាការលើកទឹកចិត្តណាលោកបាទអរគុណណាស់បាទនៅក្នុងវត្ថុបំណងបាទពិតជាប្រសើរបាទគឺបំណងផាតីរបស់ព្រះអង្គនៅជាមួយនឹងយើងហើយចង់ឲ្យយើងធ្វើតាមបំណងផាតីព្រះអង្គប៉ុន្តែមានប្រិមិត្តអ្នកស្ដាប់បាទបងប្អូនជាគ្រីស្ទបរិស័ទបាទពេលខ្លះក៏មិនអាចយល់បានឬក៏មានផលលំបាកផ្សេងៗនោះក៏គិតថាព្រះអង្គនៅឆ្ងាយបាទអញ្ចឹងលោកគ្រូអាចជម្រាបជូនថាល្អប្រសើរជាងមុននេះគឺសំដៅទៅលើការដែលយើងបានទទួលជឿព្រះអង្គហើយយើងប្រសើរជាងមុនឬក៏អត្តន័យឬក៏ព្រះបន្ទូលព្រះអង្គបានជម្រាបយ៉ាងណាអំពីការល្អប្រសើរជាងមុននេះបាទសូមជើញ
មុននឹងឆ្លើយដល់សំណួរខ្ញុំចង់លើកយកអត្ថបទគម្ពីរនៅក្នុងចំណងជើងមេរៀនយើងដែលល្អប្រសើរជាងមុនហ្នឹងនៅក្នុងអេសាយចំពោះ61ខ7បើខ្ញុំសូមអានជូនអ្នករាល់គ្នាលែងអាម៉ាស់និងលែងបាក់មុខទៀតហើយអ្នករាល់គ្នានឹងទទួលទឹកដីរបស់គេមួយទ្វេជាពីរទុកជាមរតកអ្នករាល់គ្នានឹងមានអំណរសប្បាយអស់កលជានិច្ចណាជាពេលបន្ទូលលើកទឹកចិត្តនៅក្នុងអេសាយចំពោះ61ខ7បាទមានន័យថាព្រះជាម្ចាស់ព្រះអង្គមានប្រាប់បន្ទូលដោយផ្ទាល់ថាអ្នករាល់គ្នានឹងទទួលបានមួយទ្វេជាពីរសម្រាប់បញ្ហារបស់អ្នករាល់គ្នាបាទនេះខ្ញុំចង់សម្រាប់បញ្ជាក់បន្តិចអំពីអេសាយ61:7មិញណាខ7មិញហ្នឹងចង់និយាយថាយើងនៅតែជឿព្រះអង្គសំណួរលោកសួរថាយើងឥឡូវនេះយើងជាអ្នកជឿហ្នឹងយើងមិនប្រសើរជាងមុននៃជាងអត់ជឿយ៉ាងម៉េចសំណួរនេះត្រឹមត្រូវហើយយើងជឿព្រះអង្គយើងត្រូវតែប្រសើរជាងមុនហើយប៉ុន្តែអ្វីដែលលើសពីនេះទៀតនោះគឺមិនមែនប្រសើរមួយទេគឺមួយមិនមួយគុណនឹងមួយទេមិនថាមួយគុណនឹងពីរអានេះយើងនិយាយតាមរាជសារនៅក្នុងអេសាយចំពោះ61ខ7មានន័យថាយើងនឹងបានទទួលមួយទ្វេជាពីរសម្រាប់បញ្ហារបស់យើងមានន័យថាឧទាហរណ៍បើយើងមានបញ្ហាអីមួយដល់ពេលប្រងសងវិញពីរបាទឃើញទេបាទអរគុណបាទលោកអ្នកប្រិមិត្តលោកអាចទូរស័ព្ទចូលរួមបាទនៅក្នុងកម្មវិធីរបស់យើងបាទវត្តមានលោកគ្រូបាទនៅទីនេះនឹងបកស្រាយបំភ្លឺនិងជួយដល់ប្រិមិត្តអ្នកស្ដាប់របស់យើងបាទអញ្ចឹងតាមរយៈលេខទូរស័ព្ទ012 699 018និង087 699 018ដូចគ្នាហើយ Medphone មួយប្រព័ន្ធទៀតបាទគឺ097 5699 018បាទឥឡូវទទួលប្រិមិត្តកូនច្បងបាទវិទ្យុគ្រួសារសូមជម្រាបសួរចាជំរាបសួរលោកគ្រូម៉ៅយឺនបាទសូមជម្រាបសួរបាទពេញសកលបាទសូមជម្រាបសួរចាថ្ងៃនេះខ្ញុំចូលអរគុណព្រះជាម្ចាស់ហ่ะចាមានអំណរអូខេមកកម្មវិធីនេះលោកគ្រូបកប្រែមកខ្ញុំអរគុណព្រះណាប៉ះពាល់ចិត្តចាំតែចូលរួមចូលទៅគ្នាអំណរសោះហើយលោកគ្រូសុខសប្បាយលោកគ្រូបាទសុខសប្បាយបងចាដឹងទៅលឺសេវាបន្តិចសិនបាទខាងនេះទទួលបានច្បាស់ហើយបាទបានច្បាស់មែនតើនឹងច្បាស់នៅឡើងច្បាស់តិចទៀតខ្ញុំឡូបាទទទួលបានហើយអូលេងលឺបាទខាងនេះលឺបានបាទប្រហែលជាមកពីទូរស័ព្ទបាទអញ្ចឹងមកពីទូរស័ព្ទទេមិនដឹងលោកគ្រូបាទគេមកសាទៀតមើលលឺដែរលោកគ្រូបាទលឺច្បាស់ហើយបាទលឺចាស់ខ្ញុំក៏ច្បាស់ដែរខ្ញុំរកកន្លែងស៊ីខ្ញុំភ្លេចឈ្មោះទៅហើយអ្នកមីងឈុនលៀងមែនបាទអត់ទេខ្ញុំមីងរីមអូមីងរីមបាទអរគុណមីងបាទសូមអញ្ជើញខ្ញុំនៅព្រៃវែងបាទមីងរីមព្រៃវែងចាកាលណាលោកគ្រូលើកធានបတ်មកហ្នឹងខ្ញុំប៉ះពាល់ចិត្តដូចថាខ្ញុំការដកពីសោតណាកាលដែលខ្ញុំមិនទាន់ស្គាល់ព្រះអង្គមិនទាន់ព្រះអង្គបានសង្គ្រោះខ្ញុំគឺទឹកquáដល់តែខ្ញុំបានស្គាល់ព្រះអង្គហើយព្រះអង្គបានឲ្យខ្ញុំមានសេចក្តីរស់រវើកនេះជាច្រើនបាទពីមួយពីពីរពិតប្រាកដមែនខ្ញុំការអស្ចារ្យណាស់ដែលព្រះធ្វើការមកនៅក្នុងជីវិតខ្ញុំហ្នឹងគ្រូបាទចាហើយមានតែបាត់ដៃទៅទេកាលដែលខ្ញុំមិនទាន់បានជឿហ្នឹងតែតែជឿព្រះអង្គប្រទានពរពូដោយមួយពីពីរអញ្ចឹងមែនខ្ញុំអត់ទូទុកទេមិនដូចលោកគ្រូតាខកត្រាញកាលនៅខកំពីមកថាយចំពុក11ខ28លោកគ្រូបាទហើយការប៉ះពាល់ចិត្តហ្នឹងហើយដូចថាបន្ទុកព្រះអង្គស្រាលហើយស្រួលទទួលទៀតហើយនៅតែមានទុកមិនដឹងយ៉ាងម៉េចទេអញ្ចឹងដូចខ្ញុំកាលណាអត់ឃ្លាននេះខ្ញុំអត់ធ្មត់ទៅនឹងគ្រូសាតស៊ូដល់មួយថ្ងៃហ្នឹងលោកគ្រូខ្ញុំអរគុណព្រះជាម្ចាស់មែនតើណាលោកគ្រូបាទចា
ហើយដល់ឃើញបងប្អូនទេខ្ញុំក៏បានផ្សាយនឹងល្អប្រាប់គេទៅគេដូចថាគេគាត់ថាប៉ុន្តែគេអត់អើចាហើយខ្ញុំក៏បានគ្រួសារខ្ញុំមិនទាន់ដល់ទៅទូចុកខ្លាំងទេដែលចៅខ្លះកូនខ្លះអត់ទាន់ជឿគ្រូបាទដែលគេជឿហើយគេល្អមែនមានចៅម្នាក់កូនម៉ាយម្នាក់ជាគ្រួសារជាទៅព្រះល្អមែនទាំងខ្ញុំពីអ្នកតានឹងដែរបងបន្ថែមទៀតមែនខ្ញុំមិនទៀបខ្លួនហើយខ្ញុំរីករាយហើយខ្ញុំតាបដិញ្ញាកាលណាដែលព្រះអង្គឲ្យខ្ញុំធ្វើបាទខ្ញុំធ្វើកន្លែងណាព្រះអង្គឲ្យខ្ញុំធ្វើខ្ញុំអត់ធ្វើទេខ្ញុំស្ដាប់បង្គាប់ហ្នឹងលោកគ្រូចឹងខ្ញុំបកស្រាយបានប៉ុណ្ណឹងឯងលោកគ្រូបាទចាអរគុណច្រើនដល់បាទមិញរេមបាទអរគុណណាស់ដែលបានជម្រាបជូនពីបទពិសោធន៍បាទត្រូវនឹងប្រធានបទរបស់យើងបាទដែលល្អប្រសើរជាងមុននេះគឺបងបានជម្រាបថាពេលបងទទួលជឿបានអ្នកមីងទទួលជឿព្រះយេស៊ូវជីវភាពរបស់អ្នកមីងក៏ប្រសើរជាងដែរបាទអញ្ចឹងសម្រាប់ការប្រសើរជាងនេះសូមបញ្ជូននីតិនេះជូនទៅលោកគ្រូតែម្ដងមកសូមជើញសូមអរគុណណាដូចខ្ញុំជំរាបពីខាងដើមបន្តិចមិញថាព្រះអង្គជាអ្នកមានបន្ទូលផ្ទាល់ប្រាប់យើងថាអ្នករាល់គ្នាទទួលបានមួយទ្វេជាពីរសម្រាប់បញ្ហារបស់អ្នករាល់គ្នាដូច្នេះប្រសិនបើយើងឮសម្ដីរបស់មាសាតាំងមកបញ្ឆោតឬក៏មកនិយាយឬក៏ផ្ដល់បញ្ហាមកឲ្យមកកាន់យើងហើយបញ្ហាមួយនោះយើងត្រូវសង្ឃឹមថានឹងបានទទួលប្រពោមួយទ្វេជាពីរបើទោះបីយើងជួបបញ្ហាក៏ដោយតែសង្ឃឹមនេះថ្ងៃនេះប្រាប់បន្ទូលលើកទឹកចិត្តយើងអញ្ចឹងណាបាទដោយសារប្រាប់បន្ទូលក្នុងអេសាយចំពោះ61ខ7លើកទឹកចិត្តយើងចង់ជំរាបថាបើសិនជាយើងមានបញ្ហាហើយសង្ឃឹមថាបញ្ហានោះនឹងត្រូវបានទទួលប្រពោមួយទ្វេជាពីរហើយប្រសិនបើបញ្ហានោះបានធ្វើឲ្យយើងជួបការអាម៉ាស់ព្រះជាម្ចាស់បានសន្យាថាជំនួសឲ្យការអាម៉ាស់របស់អ្នករាល់គ្នានឹងបានទទួលកិត្តិយសមួយទ្វេជាពីរដែរអានេះជាប្រាប់បន្ទូលលើកទឹកចិត្តមែនទែនបាទអរគុណណាស់បាទកិត្តិយសបាទគេឈ្មោះបាទទ្រព្យសម្បត្តិរបស់គ្រប់ទាំងអស់គ្រប់ទាំងប្រពរបាទអញ្ចឹងបាទពិតជាធ្វើឲ្យបងប្អូនយើងជាគ្រីស្ទបរិស័ទបាទពេលដែលលោកមានបញ្ហាលោកនឹកចាំពីការនេះហើយលោករងចាំតាមដានមើលតើវាបានធ្វើជាពីរមែនដែរឬអត់បាទឬក៏វាលើសជាងពីនេះទៅទៀតក៏ថាបានជាលោកគ្រូជំរាបជូនថាវាល្អប្រសើរជាងមុនបាទអញ្ចឹងលោកអ្នកប្រិមិត្តលោកទូរស័ព្ទចូលរួមបាទកម្មវិធីយើងនៅតែទទួលស្វាគមន៍បាទឬក៏លោកបាទមាន Facebook បាទលោកមានទូរស័ព្ទ smartphone បាទលោកអាចចូលមកក្នុងវិទ្យុគ្រួសារហើយលោកអាចសរសេរជាសំណួរក៏បានមានជា comment បាទនៅក្នុង Facebook វិទ្យុគ្រួសារបាទខ្ញុំនឹងអានជូនបាទអរគុណបាទប្រិមិត្តយើងចូលរួមច្រើនដែរបាទហើយបាទបងប្អូនយើងមិនទាន់មានសំណួរនៅឡើយទេបាទអញ្ចឹងគ្រាន់តែបានចូលរួមតាមដានស្ដាប់នៅក្នុងកម្មវិធីរបស់យើងបាទអញ្ចឹងលោកអាចទូរស័ព្ទចូលរួមបាទខ្ញុំនឹងទទួលប្រិយមិត្តរបស់យើងបាទជាបន្តបាទឥឡូវនេះដើម្បីបន្ធូរបរិយាកាសបាទសូមលោកអ្នកប្រិយមិត្តចូលរួមរីកំសាន្តជាមួយនឹងបទចម្រៀងមួយបទសិនហើយយើងនឹងវិលមកជួបលោកអ្នកបាទបន្តពីបទចម្រៀងបាទសូមរីកំសាន្តជាមួយនឹងបទចម្រៀងដោយមេត្រី
ទីនេះស្ថានីយ៍វិទ្យុគូសា FM 99.5 ប្រមជាពីរឿងអតីតកាលជាជំនួយក្នុងពេលបច្ចុប្បន្នដល់សេចក្តីសង្ឃឹមដល់អនាគត This ain't the first time you've fallen in love with your heart wide open បាទសូមអរគុណបាទបានរីករាយកំសាន្តជាមួយនឹងបទចម្រៀងមួយបទបាទលោកអ្នកប្រិមិត្តកំពុងតែនៅជាមួយនឹងកម្មវិធីចម្លើយជីវិតបានដែលផ្សាយចេញពីគ្រួសារ FM 99.5 MHz នៅទីក្រុងភ្នំពេញ 99.8 នៅខេត្តកំពង់ធំបាទក៏មានផ្សាយតាមរយៈ Facebook វិទ្យុគ្រួសារផងដែរបាទហើយប្រធានបទរបស់យើងគឺល្អប្រសើរជាងមុនបាទហើយបើលោកអ្នកប្រិមិត្តលោកមានជាសំណួរឬក៏ចង់ចែករំលែកនៅបទពិសោធន៍នៃជីវិតរបស់លោកអ្នកនោះបាទលោកអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីបាទកម្មវិធីយើងនឹងភ្ជាប់ទូរស័ព្ទជូនលោកអ្នកបាទតាមរយៈទូរស័ព្ទ012 699 018
បាទនឹង087គឺដូចគ្នាហើយមេហ្វូនមួយប្រព័ន្ធទៀតនោះ097 5699 018ដូចគ្នាដែរបាទឥឡូវនេះយើងនឹងបន្តការពិភាក្សាជាបន្តទៀតបាទលោកអ្នកមិនទាន់ទូរស័ព្ទចូលរួមនៅឡើយបាទសូមជូនទៅលោកគ្រូជាវគ្គមិនរបស់យើងនៅថ្ងៃនេះជាបន្តបាទសូមអញ្ជើញលោកគ្រូបាទគ្មានអ្នកណាមួយក្នុងចំណោមគ្នាយើងទាំងអ្នកជឿទាំងអ្នកមិនជឿរួចផុតពីបញ្ហាទេត្រូវតែមានបញ្ហាបាទតែដោយសារបញ្ហាដែលយើងជួបហើយស្រាប់យើងមិនមានក្តីសង្ឃឹមធ្វើឲ្យយើងបាក់ទឹកចិត្តក្តីសង្ឃឹមថាម៉េចប្រាប់បន្ទូលមិញប្រាប់ឲ្យថាកាលណាយើងជួបបញ្ហាព្រះអង្គនឹងសងអ្វីដែលជាបញ្ហារបស់យើងហ្នឹងឲ្យបានមកវិញមួយជាពីរកាលណាយើងអាម៉ាស់មុខព្រះអង្គនឹងសងកិត្តិយសដល់យើងមួយជាពីរមិនមែនសងអាម៉ាស់មួយជាពីរទេណាសងមានន័យថាពេលខ្លះយើងបង្ងើព្រះអង្គយើងត្រូវគេស្ដីគេថាគេឌីលយើងណាបាទយើងអាម៉ាស់មុខបាទតែកុំភ័យប្រាប់បន្ទូលថ្ងៃនេះប្រាប់យើងថាព្រះអង្គនឹងសងកិត្តិយសដល់យើងមួយជាពីរហើយបើទោះបីជាយើងដឹងថាអូមានសាតាំងវាលបួងយើងឲ្យជួបនឹងបញ្ហាផ្សេងកុំភ័យឲ្យមានសង្ឃឹមឡើងយើងជជែកគ្នាមុនហ្នឹងហើយឲ្យមានសង្ឃឹមឡើងព្រោះថាព្រះអង្គនឹងឲ្យយើងទទួលបានប្រពោមួយទ្វេជាពីរមិនមែនបញ្ហាទ្វេមួយជាពីរទេគឺប្រពោមួយទ្វេជាពីរហើយក៏សូមកុំឲ្យគិតថាព្រះជាម្ចាស់គឺជាអ្នកនៅពីក្រោយបញ្ហានោះឲ្យសោះកុំឲ្យគិតថាព្រះឲ្យខ្ញុំជួបការអាក្រក់ឬក៏ជួបបញ្ហាទាំងនោះមិនមែនព្រះជាម្ចាស់នៅពីក្រោយបញ្ហានោះទេមាសាតាំងគឺជាគេហៅថាពិរុទ្ធជនណាបាទឬក៏ជាជនទុច្ចរិតមួយដ៏ពិតប្រាកដម្នាក់ដែលជួនកាលវាអាចធ្វើឲ្យយើងមើលឃើញនៅក្នុងកញ្ចក់រាល់ព្រឹកហើយលើសពីនេះទៅទៀតគណៈដែលយើងឆ្លើយតបទៅកាន់ព្រះជាម្ចាស់ដោយជំនឿព្រះអង្គនឹងចូលរួមក្នុងការដោះស្រោចស្រង់យើងឡើងវិញផងដែរសូមអរគុណអរគុណទទួលប្រិមិត្តមួយរូបទៀតបាទវិទ្យុគ្រួសារសូមជម្រាបសួរចាជម្រាបសួរលោកគ្រូបាទសូមជម្រាបសួរដូចជាចម្រើនចាអត់មែនផងលោកគ្រូខ្ញុំផ្សេងទេអូសូមអធិស្ឋានបាទប្រាប់ឈ្មោះជូនប្រិមិត្តផងបាទចាខ្ញុំឈ្មោះបងលាក់បងលាក់បាទអរគុណចាបងលាក់ឈ្មោះលោកគ្រូខ្ញុំស្ដាប់ទៅមានការប៉ះពាល់រឿងលោកគ្រូមានជំរាបសួរលោកគ្រូផងផ្លេចបាទចាលោកគ្រូបកស្រាយហើយខ្ញុំស្ដាប់ទៅឃើញថាតកតងនឹងការប្រសើរជាងមុនបាទចាហើយការប្រសើរជាងមុនហ្នឹងខ្ញុំកំពុងឥឡូវហ្នឹងខ្ញុំកំពុងឆ្ងល់ដោយសារការរស់ស៊ីរបស់ខ្ញុំអីចឹងហើយកំពុងតាស្រួលនិយាយរួមព្រះអង្គរៀបចំឲ្យខ្ញុំទាំងអស់កន្លែងដែលខ្ញុំលក់ដូរហ្នឹងណាខ្ញុំសុំព្រះអង្គហើយដល់ព្រះអង្គប្រទានមកទាំងអស់ហ្មងដល់យើងបានដៃទៅទេដល់ពេលលក់ទៅបាន20ថ្ងៃស្រាប់តែគេមកដាក់ជាប់យើងមួយដល់ពេលដាក់ជាប់មួយយើងវាលែងទៅសើហើយយើងដោយសារយើងវាមានអំនួតជាមួយព្រះអង្គតែឃើញគេលក់អីលក់ទៅដូចគ្នាក៏លក់ទៅអត់បញ្ហាយើងប្រាប់ម្ចាស់ផ្ទះគេចឹងចាដល់ពេលគេលក់ទៅនិយាយរួមមកយើងអន់ជាងគេបានយើងអត់ទៅមុខរួចគេអូនមួយយើងយកអាហ្នឹងមិនដឹងលោកគ្រូហើយដល់ពេលខ្ញុំសួរមិត្តភក្តិខ្ញុំគាត់និយាយពីធៀបពីការអ្នកជឿព្រះអង្គហើយដល់ពេលជឿវាថាមួយម្នាក់ពីរោស៊ីកើនទៅហើយម្នាក់ទៀតរោទៅចេះតែចម្ពាក់គេអស់ដីអស់ផ្ទះអីចឹងណាដល់ពេលហើយខ្ញុំចាប់ផ្ដើមបែកខ្ញុំទៅផ្លូវណាទៅផ្លូវភាសាជាងមុនឬក៏ទៅផ្លូវថយជាងមុនចាថ្ងៃខ្ញុំចាប់ដើមវារែកក្នុងចិត្តអញ្ចឹងបានលោកគ្រូបរៀនពីការហ្នឹងខ្ញុំចាប់អារម្មណ៍ប៉ះពាល់ច្រើនបាទ
ចាចាអរគុណលោកគ្រូខ្ញុំចង់ជម្រាបលោកគ្រូប៉ុណ្ណឹង បាទអរគុណ ចាជូនពរលោកគ្រូចាលោកគ្រូចាលោកគ្រូទាំងពីរជូនពរព្រះអង្គទានដូចគ្នាព្រះទានពរដូចគ្នាបានចឹងចាជម្រាបជម្រាបលាហើយចាំតាមដានស្ដាប់ពីលោកគ្រូមកវិញបាទសូមអញ្ជើញបាទជូនទៅលោកគ្រូតែម្ដងបាទសូមអញ្ជើញបាទសូមជូនសំណួរនឹងចម្ងល់របស់បងលក្ខទៅលោកគ្រូតែម្ដងបាទសូមអញ្ជើញហើយយើងជជែកគ្នាមុននេះបន្តិចហើយថាគ្មានអ្នកណាមួយថាមិនជួបបញ្ហាទេឬមួយក៏យើងចង់នៅជាមនុស្សដែលអត់ជួបបញ្ហារហូតមានអ្នកខ្លះគេគិតថាតាំងពីជឿព្រះអង្គមកដូចមិនដែលមានបញ្ហាទាំងអស់ល្អប្រសើរអ្នកខ្លះទៀតក៏លោកជំរាបថាខ្ញុំតាំងជឿព្រះអង្គមកនៅតែជួបបញ្ហាដដែលប៉ុន្តែការជួបបញ្ហារបស់ខ្ញុំនោះវាធ្វើឲ្យខ្ញុំកាន់តែរឹងមាំឡើងជាងមុនកាន់តែមានបទពិសោធន៍ល្អជាងមុនហើយព្រះអង្គល្អមកមុខត្រង់ថាព្រះអង្គមិនដែលបង្ងើយកន្តើយនឹងខ្ញុំនៅពេលដែលមានបញ្ហាឡើយឃើញទេភាសារបស់មនុស្សទាំងពីរហ្នឹងនិយាយខុសគ្នាអ្នកជួបបញ្ហាក្នុងពេលដែលជឿព្រះអង្គអ្នកជួបបញ្ហាស្រាប់តែមើលឃើញព្រះជាព្រះអធិបតីហ្មងណាជាព្រះដែលធំបំផុតឥឡូវបងអូនស៊ីថាមកចូលលក់ដូរដាច់ស្រាប់ឥឡូវគេមានមកដាក់ជាប់យើងហើយគេអូសម៉ួយយើងអស់បងអូនថាំងបែបគេល្អជាងយើងត្រូវហើយគេល្អជាងយើងគេគ្រាន់បើជាងយើងគេអូសពីយើងបានយើងប្រហែលជាមានបញ្ហាត្រង់ណាមួយអានោះបើយើងនិយាយពីបច្ចេកទេសយើងគួរសិក្សាតែហេតុអីបានគេយករបស់យើងបានហើយហេតុអីយើងយកគេមិនបានគេមកក្រោយសោះគេយករបស់យើងបានអាហ្នឹងវាជាបញ្ហាបច្ចេកទេសបងអូនត្រូវតែរៀនសូត្រពីបញ្ហាបច្ចេកទេសហ្នឹងហើយប៉ុន្តែលើសពីហ្នឹងទៅទៀតនោះបងអូនត្រូវគួរចាប់ផ្ដើមគិតថាតើមានបញ្ហាប៉ុណ្ណឹងហើយបងអូនអាចតស៊ូបានដែរឬអត់ធ្មត់ខ្លះថែមទៀតបានដែរឬអត់អានេះវាជារឿងមួយដែលយើងត្រូវគិតលោកចង់ទទួលប្រិមិត្តខ្លះថែមទៀតឬមួយបាទសូមទទួលតែម្ដងបាទគាត់ដដែលទេបាទអញ្ចឹងសូមជម្រាបសួរម្ដងទៀតបាទបងលក្ខបាទសូមរកកន្លែងមានសេវាបន្តិចបាទសូមអញ្ជើញបាទទទួលចេះតែអត់បានអញ្ចឹងបាទគាត់ដដែលទេគឺបងលក្ខដដែលបាទសូមជម្រាបសួរបាទអញ្ចឹងសូមបងបិទវិទ្យុបន្តិចសិនបាទហើយបិទទូរស័ព្ទបន្តិចសិនហើយសូមបងទូរស័ព្ទមកម្ដងទៀតបាទសូមអញ្ជើញបាទអធិស្ឋានបាទប្រហែលជាគាត់មានការចាំបាច់ទេអញ្ចឹងសូមលោកគ្រូបន្តបាទសូមអញ្ជើញសម្រាប់ខ្ញុំចង់លើកទឹកចិត្តបងអូនថាកុំបាក់ទឹកចិត្តណាកុំបាក់ទឹកចិត្តរឿងយុទ្ធសាស្ត្ររឿងបច្ចេកទេសបច្ចេកវិទ្យាឬក៏យុទ្ធសាស្ត្រក្នុងការលក់ដូរអាហ្នឹងបងអូនត្រូវតែគិតហើយតែសួរស៊ើបមើលតើធ្វើយ៉ាងម៉េចដើម្បីឲ្យយើងទទួលអតិថិជនបានល្អដូចមុនប៉ុន្តែមិនមែនដោយសាររឿងហ្នឹងយើងទៅតតាំងមួយគេឬក៏យ៉ាងណាប៉ុន្តែពីកម្មវិធីចង់ជំរាបបងអូនថាស្អីក៏ដោយបើបងអូនមិនជួបបញ្ហាទេបងអូនអត់មានបទពិសោធន៍ក្នុងជីវិតទេអាហ្នឹងរឿងមួយទៀតបងអូនត្រូវសង្ឃឹមថាដោយសារបងអូនជាគីបសាស្ត្របងអូនត្រូវគិតថាកុំភ័យព្រះជាម្ចាស់នឹងធ្វើឲ្យមុខរបរបងអូនល្អប្រសើរឡើងវិញមួយជាពីរដោយយោងទៅលើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់នៅក្នុងអេសាយចំពុក61ខ7ថាអ្នករាល់គ្នាលែងអាម៉ាស់និងលែងបាក់មុខទៀតហើយអ្នករាល់គ្នានឹងទទួលបានទឹកដីរបស់គេមួយទ្វេជាពីរទុកជាមរតកអ្នករាល់គ្នានឹងមានអំណរសប្បាយអស់កលជានិច្ចឃើញទេពេលដែលយើងជួបបញ្ហានេះជាព្រះបន្ទូលសន្យាយើងត្រូវហ៊ានឈរលើព្រះបន្ទូលសន្យាអ្វីដែលខ្ញុំជំរាបខ្ញុំគ្រាន់តែជំរាបតាមអ្វីដែលព្រះជាម្ចាស់បានសម្ដែងឲ្យខ្ញុំបានដឹងតែលើសពីនេះទៅទៀតគឺប្អូនផ្ទាល់ដែលជាអ្នកភ្លក់អ្នកប្រឡូកនៅក្នុងបញ្ហានឹងដឹងថាតើព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ពិតជាមានអំណាចយ៉ាងណាពិតជាមានជាស្ដារយ៉ាងណាសម្រាប់បញ្ហារបស់យើងដែលយើងកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្នអញ្ចឹងបងកុំខ្លាចកុំភ័យកុំព្រួយបារម្ភកុំឲ្យបាក់ទឹកចិត្តណាកុំឲ្យបាក់ទឹកចិត្ត
ព្យាយាមឡើងតទៅទៀតនោះព្រះជាម្ចាស់នឹងសងមកបងប្អូនវិញមួយទ្វេជាពីរព្រះជាម្ចាស់នឹងផ្ដល់កិត្តិយសឲ្យមួយត្រឡប់មកវិញមួយទ្វេជាពីរបាទសូមអរគុណអរគុណបាទអរគុណណាស់បាទព្រះបន្ទូលព្រះលើកទឹកចិត្តបាទព្រះអង្គមិនដែលភ្លេចឡើយបាទព្រះអង្គជាព្រះអង្គសន្យាឲ្យព្រះបន្ទូលរបស់ព្រះអង្គមិនដែលត្រឡប់ទៅវិញឡើយបាទដូច្នេះយើងទុកចិត្តដល់ព្រះបន្ទូលរបស់ទ្រង់បាទលោកអ្នកប្រិមិត្តបាទកម្មវិធីយើងនៅតែបាទបើកជំហរទូរស័ព្ទដើម្បីចាំទទួលប្រិមិត្តរបស់យើងបាទលោកចូលរួមហើយយើងនឹងភ្ជាប់ជូនលោកអ្នកប្រិមិត្តតែម្ដងបាទមានជាសំណួរបាទឬក៏មានបទពិសោធន៍ចង់ចែករំលែកនោះបាទលោកអាចចូលរួមនៅក្នុងកម្មវិធីរបស់យើងបានបាទកម្មវិធីយើងនឹងនៅតែទទួលស្វាគមន៍ដល់ប្រិមិត្តអ្នកស្ដាប់របស់យើងបាទបងលាក់បាទដូចជាចង់ចូលរួមម្ដងទៀតប៉ុន្តែប្រហែលជាទូរស័ព្ទរៀលកាយបាទឬតែសំឡេងកូននិយាយអញ្ចឹងបាទសូមអធិស្ឋានអញ្ចឹងប្រិមិត្តយើងផ្សេងទៀតលោកអាចទូរស័ព្ទចូលរួមបានយើងនឹងទទួលបាទឥឡូវនេះយើងនឹងបន្តការពិភាក្សាជាបន្តទៀតបាទប្រិមិត្តលោកមិនទាន់ចូលរួមនៅឡើយបាទសូមលោកគ្រូបាទជម្រាបជូនក៏ដូចជាលើកទឹកចិត្តបាទតាមរយៈព្រះបន្ទូលសន្យាហើយក៏ដូចជាប្រធានបទដែលយើងពិភាក្សានៅថ្ងៃនេះបាទគណៈដែលយើងឆ្លើយតបទៅកាន់ព្រះជាម្ចាស់ដោយជំនឿណាខ្ញុំផ្សារភ្ជាប់មិញផ្សារភ្ជាប់ទៅបញ្ហារបស់បងអូនស្រីលក្ខមិញណាបាទគណៈដែលយើងឆ្លើយតបទៅកាន់ព្រះជាម្ចាស់ដោយជំនឿព្រះអង្គចូលរួមនឹងចូលរួមស្រោចស្រង់ឬក៏ស្ដារយើងឡើងវិញបាទណាបានន័យថាឥឡូវយើងជួបបញ្ហាអញ្ចឹងការឆ្លើយតបទៅព្រះអង្គដោយជំនឿឬដោយសង្ស័យអានេះខ្ញុំអត់និយាយថាបងអូនសង្ស័យអីទេគាត់ថានេះជាការពន្យល់បាទហើយកាលណាបងអូនឆ្លើយតបទៅកាន់ព្រះអង្គដោយជំនឿចម្លើយគឺព្រះអង្គចូលរួមក្នុងការស្រោចស្រង់ឬក៏ស្ដារយើងឡើងវិញហើយទ្រង់នឹងមិនមែនគ្រាន់តែស្រោចស្រង់ឬស្ដារយើងប៉ុណ្ណោះទេនៅចំនួនដែលយើងបានបាត់បង់នោះទេគឺច្រើនជាងមុនទៅទៀតអានេះខ្ញុំចង់ជំរាបប៉ុណ្ណឹងបាទអញ្ចឹងទទួលប្រិមិត្តមួយរូបទៀតបាទវិទ្យុគ្រួសារសូមជម្រាបសួរចាអូនសួរសុខសប្បាយអត់អ៊ំបាទសូមជម្រាបសួរដល់ក្មួយបាទសុខសប្បាយទាំងអស់គ្នាអរគុណចាលោកទាំងពីរសុខសប្បាយកូនខ្ញុំទាំងដាក់ស្អីទៅញ៉ាទៅល្អទេគឺក៏បើកគ្នាហើយខ្ញុំដាក់ដែរវាទេទៅនោះចូលសុខទុក្ខល្អពីរហ្នឹងបាទហើយខ្ញុំមានជក់ស្ដាប់ទេហើយដល់ពេលខ្ញុំស្ដាប់តាមទូរស័ព្ទអញ្ចឹងយើងតាមជក់អមអញ្ចឹងខលទៅមិនដឹងថាចូលកម្មវិធីអមពងតែពន្លាគ្នាឬមួយទៅយ៉ាងម៉េចអញ្ចឹងវាបានឡើងចិត្តទៅដាក់តាម Facebook យឺតជាងណាអមបាទយឺតមានជក់ខូចហើយដល់ពេលដល់ផ្ទះអត់លឺទេចាប់អត់បានចាប់បានប៉ុស្តិចអញ្ចឹងពីកំពង់ធំឬក៏ពីខាងណាមកវិញបាទព្រះស្ដេចខាងព្រះស្ដេចព្រៃវែងបាទចាខ្ញុំសប់ចូលកម្មវិធីអ៊ំភ័ក្រឲ្យអ៊ំខាងមួយទៀតចំណែកអ៊ំអត់ខ្ញុំមិនសូវបានចូលទេចូលបានម្ដងអញ្ចឹងអ៊ំមិនសូវចាំខ្ញុំអញ្ចឹងណាបាទលោកគ្រូគាត់ចាំច្បាស់ហើយបាទសូមជឿហើយខ្ញុំទុកតែស្នាប់ពេលកូនខ្ញុំទៅហ្នឹងដល់ពេលហើយខ្ញុំមិនដឹងថាលោកអ៊ំនិយាយពីអីទេពីខ្ញុំមកទៅស្ដាប់ដែរហើយលោកគាត់កាសលេខទៅខ្ញុំខលចូលទៅតែតែវិញជិះស្ដាប់អត់តន់ណាអ៊ំបាទចាខ្ញុំចូលរួមថាជួយត្រេកអរផងពួកខ្ញុំក៏ឆ្លងចូលកម្មវិធីលោកអ៊ំហើយខ្ញុំមានការទៅខ្ញុំបាក់ចិត្តយ៉ាងណាពេលខ្ញុំស្ដាប់កម្មវិធីលោកអ៊ំចឹងទៅខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តធូរស្រាលច្រើនដល់ថាបបស្មល់មួយម៉ានក្នុងចិត្តអីចឹងណាលោកខ្ញុំជួយត្រេកអរកម្មវិធីលោកអ៊ំមានការរីកចម្រើនឲ្យច្រើនហើយអ្នកបាក់ចិត្តដូចខ្ញុំមើលកម្មវិធីលោកអ៊ំអញ្ចឹងហើយគាត់ការណាទៅថាយធូរស្រាលច្រើនដូចខ្ញុំអញ្ចឹងណាលោកអ៊ំបាទហ្នឹងចាខ្ញុំមានតែប៉ុណ្្នឹងទេអ៊ំពួកអីអត់មានជក់ស្ដាប់ពិបាកទូរស័ព្ទក៏បោះកូនហើយដល់ពេលខ្ញុំមិនទៅចេះប្រើផងហើយខ្ញុំមានការរវល់ច្រើនបើវិទ្យុខ្ញុំធ្វើការផ្ដាច់ខ្ញុំស្ដាប់ផ្ដាច់អញ្ចឹងដល់ពេលទូរស័ព្ទខ្ញុំគួរតែតាមអញ្ចឹងតោះមានទៅចំណេះបានមើលមិនយល់ទេហ្នឹងខ្ញុំថាទេអញ្ចឹងយកលោកតាគាត់ខំអីយ៉ាងទៅខ្ញុំខលចូល
ចាប់ឲ្យស្គាល់ថាកូនខ្ញុំនៅព្រះស្ដាច់អញ្ចឹងវាដាក់តាំងពីឈ្មោះម៉ាក់ឯណាណៃចាខ្ញុំមានប៉ុណ្ណឹងខ្ញុំអមនិយាយសុខស្មារតីអមនោះពីសុខភាពល្អបាទអរគុណសុខសប្បាយដូចគ្នាព្រះទានពរបាទអរគុណណាស់បាទនៅខាងប្រស្ដាច់បាទលោកគ្រូស្គាល់ឈ្មោះច្បាស់លោកគ្រូខ្ញុំដូចជាមិនសូវស្គាល់ឈ្មោះប៉ុន្តែគ្រាន់ណាគាត់បើលោកសុភ័ក្រគាត់ចាំច្បាស់ប៉ុន្តែគ្រាន់តែដឹងថាកូនគាត់កាលណាទូរស័ព្ទមកកាន់កម្មវិធីហើយយើងសាលោកតាអូបាទឥឡូវទទួលមួយរូបសិនបាទមុននឹងបន្តបាទសូមជម្រាបសួរបាទជុកគ្រួសារសូមជម្រាបសួរចាសូមជម្រាបសួរគ្រូបាទសូមជម្រាបសួរគ្រូសុខសប្បាយគ្រូបាទសុខសប្បាយទាំងអស់គ្នាអរគុណដូចជាកង់បន្តិចបាទសូមថយពីវិទ្យុបន្តិចបានទេបាទបានទេគ្រូបាទច្បាស់ហើយសូមអញ្ជើញបាទនេះនៅតែរៀងកង់បន្តិចបាទសូមអញ្ជើញបាទចាខ្ញុំខ្ញុំនិយាយថាមុនស្ដាប់នីតិនេះខ្ញុំតបប្រមល់ធុញទ្រាន់នឹងបញ្ហាអញ្ចឹងលោកគ្រូបាទចាខ្ញុំអត់ចង់និយាយថាគំនិតនៅហ្នឹងមកវិធីការអស់កម្លាំងហើយឃើញថាក្នុងគ្រួសារមួយម៉ៃខ្ញុំខាងមានណាគេទៅមកខ្ញុំក៏ខ្ញុំអត់និយាយឲ្យស្រួយគឺថាធុញទ្រាន់នឹងបញ្ហាធុញទ្រាន់នឹងមនុស្សដែលថាយើងពិបាកចិត្តអញ្ចឹងលោកគ្រូបាទចាចឹងមិនហើយខ្ញុំចង់សួរលោកគ្រូថាតើសួរខ្ញុំឈើមុខនឹងបញ្ហាដែលកើតឡើងបន្តទៀតឬយ៉ាងម៉េចដូចថាបាក់ទឹកចិត្តខ្លាំងនឹងកោតម្នាក់ហ្នឹងគេតែងតែធ្វើបាបទឹកចិត្តខ្ញុំពិបាកទឹកចិត្តខ្ញុំដែលខ្ញុំមានស្រាប់គាត់អញ្ចឹងខ្ញុំឃើញមកគាត់ខ្ញុំមកម៉ៅដាក់គាត់វាអត់សុបាយចិត្តនឹងអ្វីដែលគាត់ធ្វើដាក់ខ្ញុំធ្វើបាបផ្លូវចិត្តខ្ញុំអញ្ចឹងបាទប៉ុន្តែខ្ញុំអរគុណព្រះអង្គហើយពេលខ្ញុំបើកជូនចំកម្មវិធីលោកគ្រូធ្វើឲ្យខ្ញុំថាអ្វីដែលខ្ញុំគិតគឺខ្ញុំធូរអារម្មណ៍ទៅវិញបាទអញ្ចឹងខ្ញុំលើកទឹកចិត្តបងផ្ទាល់តែម្ដងណាចាខ្ញុំជំរាបឲ្យថាគ្មានអ្នកណាមួយនៅក្នុងโลกនេះដែលថាមិនជួបបញ្ហាទេបងអូនអញ្ចឹងបងអូនត្រូវមានកម្លាំងឡើងពេលដែលបងអូនគិតថាបងអូនពិបាកនៅមានគេពិបាកជាងយើងទៅទៀតពេលដែលបងអូនគិតថាបងអូនពិបាកពីរឿងកូននៅមានគេពិបាកពីរឿងកូនជាងបងអូនពិបាកពីរឿងកូនបងអូនទៀតបងអូនពិបាករឿងកូនតែមួយប៉ុន្តែអ្នកខ្លះទៀតគេពិបាកដល់កូន2កូន3កូនទាំងអស់តោះនេះអញ្ចឹងយើងកុំឲ្យគិតថាយើងជាម្នាក់ដែលរងការលំបាកលើសគេក្នុងโลกនេះមិនទេអញ្ចឹងពីកម្មវិធីចង់ជំរាបលើកទឹកចិត្តបងអូនថាប្រាក់បន្ទូលថ្ងៃនេះចង់ជំរាបយើងថាព្រះជាម្ចាស់នឹងសងទៅកាន់បញ្ហាការលំបាករបស់បងអូនមួយទ្វេជាពីរពីព្រោះព្រះអង្គមានបន្ទូលនៅក្នុងព្រះបន្ទូលសន្យាអេសាយចំពោះ61ខ7ថាអ្នករាល់គ្នាលែងអាម៉ាស់និងលែងបាក់មុខទៀតហើយអ្នករាល់គ្នានឹងទទួលទឹកដីរបស់គេមួយទ្វេជាពីរទុកជាមរតកអ្នករាល់គ្នានឹងមានអំណរសប្បាយអស់កលជានិច្ចថ្ងៃនេះបងអូនបាក់មុខអាម៉ាស់មុខដោយព្រោះតែកូនមិនស្ដាប់បង្គាប់ធ្វើឲ្យបងអូនពិបាកចិត្តថ្ងៃនេះបងអូនអត់មានអំណរនៅក្នុងចិត្តទេព្រោះថាកូនធ្វើឲ្យបងអូនពិបាកចិត្តតែឲ្យជឿទុកចិត្តដោយព្រះបន្ទូលសន្យានេះចោះថាព្រះអង្គនឹងបំផ្លាស់ការបាក់មុខការអាម៉ាស់ហើយនឹងព្រះអង្គនឹងប្រទានក្តីអំណរដល់បងអូនជំនួសវិញមួយទ្វេជាពីរបន្តិចទៀតព្រះជាម្ចាស់នឹងផ្លាស់ប្រែកូនរបស់បងអូនឲ្យទៅជាម្នាក់ដែលចេះស្ដាប់បង្គាប់ឪពុកម្ដាយបងអូនកុំភ័យកាលណាបងអូនចូលរួមការជឿជាក់លើព្រះបន្ទូលសន្យាព្រះជាម្ចាស់ព្រះអង្គនឹងចូលរួមជាមួយយើងដោយស្ដារយើងឡើងវិញឲ្យយើងបានល្អប្រសើរមួយទ្វេជាពីរឡើងវិញបាទកុំបាក់ទឹកចិត្តបាទសូមបងអូនមិនតន់ទៅវិញទេបាទសូមជម្រាបឈ្មោះផងបាទ
ចាខ្ញុំខ្ញុំសុខលៀងខោផ្នែកតំណាក់តែលោកគ្រូបាទព្រៃលៀងព្រៃតំណាក់បាទអរគុណច្រើនបាទព្រះប្រទានពរដល់ប្អូនលៀងបាទពីព្រៃតំណាក់បាទអរគុណណាស់បាទបានទូរស័ព្ទចូលរួមហើយជួយដល់គ្រប់គ្រងដល់កម្មវិធីផងបាទនឹងកំសាន្តចិត្តផងដែរបាទសូមព្រះប្រទានពរបាទដល់ប្អូនលៀងបាទលោកអ្នកប្រិមិត្តបាទលោកអាចទូរស័ព្ទចូលរួមនៅក្នុងកម្មវិធីបាទយើងនឹងទទួលស្វាគមន៍ដល់លោកអ្នកបាទជាបន្តទៀតបាទពេលវេលាក៏ចេះតែរំកិលទៅមុខបានចឹងសូមជូនទៅលោកគ្រូតែម្ដងបាទសូមអញ្ជើញបាទគ្មានចម្លើយណាដែលមិនពិតប្រាកដឬក៏គ្មានចម្លើយណាដែលច្បាស់លាស់ជាងនៅក្នុងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់ទេថ្ងៃនេះចង់លោកអ្នកបងប្អូនសួរពីអីក៏ដោយក៏ព្រះបន្ទូលសន្យានៅតែប្រាប់យើងថាគណៈដែលយើងឆ្លើយតបទៅកាន់ព្រះជាម្ចាស់ដោយជំនឿព្រះអង្គចូលរួមស្រោចស្រង់និងស្ដារយើងឡើងវិញហើយទ្រង់នឹងមិនមែនត្រឹមតែស្រោចស្រង់ឬស្ដារយើងនៅចំនួនដែលយើងបានបាត់បង់នោះទេគឺច្រើនជាងមុនទៅទៀតលើសពីនេះទៅទៀតព្រះអង្គស្រោចស្រង់យើងឬស្ដារយើងមិនមែនតែបរិមាណនោះទេគឺទាំងគុណភាពទៀតផងអានេះយើងនិយាយចឹងហ្នឹងមិនមែនតែបរិមាណទេមិនមែនតែចំនួនទេមិនមែន2ដង3ដង4ដងហ្នឹងទេគឺគុណភាពទៀតល្អប្រសើរជាងមិនមែនបានត្រឹមតែកិត្តិយសមកវិញទេគឺបានទាំងកិត្តិយសហើយបានទាំងការគោរពកោតសរសើរស្ញប់ស្ញែងពីអ្នកដទៃទៀតនេះហ្នឹងថ្ងៃនេះយើងមានមួយមុខគឺចូលរួមជាមួយនឹងព្រះបន្ទូលសន្យាព្រះអង្គដោយជំនឿនោះព្រះអង្គនឹងស្រោចស្រង់យើងហើយយើងនឹងស្ថិតនៅកន្លែងមួយដែលខ្ពស់ជាងមុននេះខ្ញុំលើកទឹកចិត្តប៉ុណ្ណឹងយើងនឹងមានសុខភាពល្អជាងមុនមានប្រាជ្ញាជាងមុនមានសេដ្ឋកិច្ចមាំមួនជាងមុនឬមានសន្តិភាពជាងមុនជាពិសេសសន្តិភាពនៅក្នុងក្រុមគ្រួសារយើងនៅក្នុងសហគមន៍យើងនៅក្នុងខេត្តឬក៏ប្រទេសជាតិយើងនេះជាប្រាប់បន្ទូលសន្យារបស់ព្រះជាម្ចាស់ដែលលើកទឹកចិត្តយើងយ៉ាងខ្លាំងបំផុតបាទសូមអរគុណអរគុណណាស់បាទព្រោះយ៉ាងដូចនេះហើយបានជាកម្មវិធីរបស់យើងបាទនឹងតែងតែចង់ជួយដល់លោកអ្នកប្រិមិត្តហើយយើងមានវិទ្យុគ្រួសារគឺដើម្បីលើកទឹកចិត្តនិងកំសាន្តចិត្តបាទគ្រួសារវិទ្យុគ្រួសារនៅជាមួយលោកអ្នកបាទបើលោកអ្នកមានបញ្ហាបាទលោកអ្នកធ្លាក់ទឹកចិត្តបាទព្រះបន្ទូលព្រះនេះហើយដែលលើកទឹកចិត្តហើយកំសាន្តចិត្តដល់លោកអ្នកប្រិមិត្តរបស់យើងបាទតាមរយៈកម្មវិធីចម្លើយជីវិតបាទដែលផ្សាយផ្ទាល់បាទរយៈពេល1ម៉ោងបាទពីម៉ោង6ដល់ម៉ោង7យប់បាទឥឡូវនេះបាទបើលោកអ្នកប្រិមិត្តលោកមានសំណួរឬក៏ចង់ចូលរួមនៅក្នុងកម្មវិធីនោះបាទលោកអ្នកអាចទូរស័ព្ទចូលរួមហើយកម្មវិធីយើងបាទនឹងនៅតែទទួលស្វាគមន៍ដល់លោកអ្នកប្រិមិត្តរបស់យើងបាទហើយឥឡូវនេះឃើញថាតាមរយៈFacebook បាទប្រិមិត្តយើងលោកទូរស័ព្ទលោកបានសរសេរមានតែជំរាបសួរដល់លោកគ្រូទាំងពីរបាទជំរាបសួរ Hello សួរសុខទុក្ខសុខសប្បាយបាទអរគុណសុខសប្បាយទាំងអស់គ្នាបាទអរគុណបាទជំរាបសួរបាទលោកទាំងពីរបាទគ្រប់គ្នាបាទខ្ញុំតែងតែស្ដាប់លោកគ្រូអ្នកគ្រូបាទនៅក្នុងកម្មវិធីបាទសូមអរគុណដល់លោកអ្នកប្រិមិត្តដែលលោកបានសរសេរហើយលោកកំពុងតែបើកទូរស័ព្ទ smartphone របស់លោកអ្នកដែលមាន live ផ្ទាល់បាទពីគ្រួសារ FM 99.5 MHz បាទអរគុណអញ្ចឹងទោះបីយើងពិភាក្សាតែអំពីការល្អប្រសើរហើយប្រិមិត្តយើងលោកពេលខ្លះធ្លាក់ទឹកចិត្តក៏លោកគ្រូបានជម្រាបជូនថាទោះបីយើងធ្លាក់ទឹកចិត្តក៏នៅតែយើងមានការល្អប្រសើរដែរបាទអញ្ចឹងសូមបកគោលជូនទៅលោកគ្រូបន្ថែមទៀតសូមអញ្ជើញបាទសម្រាប់ខ្ញុំមានប្រិមិត្តជាច្រើនដែលនិយាយអំពីការបាក់ទឹកចិត្តប៉ុន្តែសម្រាប់ខ្ញុំគិតថាវាជាធម្មតាទេការបាក់ទឹកចិត្តនៅក្នុងសមរភូមិមួយវាជាធម្មតាទេបាទសមរភូមិនៃបញ្ហាណាបាទវាជារឿងមួយធម្មតាហើយកាលណាយើងតតាំងដោយកម្លាំងយើងតែងតែទទួលការបាក់ទឹកចិត្តអញ្ចឹងហើយថ្ងៃនេះខ្ញុំចង់ជំរាបឲ្យលើសពីនឹងទៅទៀតថា
កុំព្យាយាមតតាំងឬក៏ធ្វើអីមួយដោយប្រើកម្លាំងយើងដោយប្រើចំណេះយើងដោយប្រើការល្អរបស់យើងទៅកាន់បញ្ហារបស់យើងឲ្យសោះបាទអត់ប្រយោជន៍ទេតែដែលសំខាន់នោះដូចខ្ញុំជំរាបពីខាងដើមថាឲ្យយើងគ្រាន់តែចូលរួមឆ្លើយតបទៅកាន់ព្រះជាម្ចាស់ដោយជំនឿនៅព្រះអង្គនឹងស្រោចស្រង់យើងឲ្យស្រោចស្រង់នោះខ្ញុំចង់និយាយមកថាស្រោចស្រង់ហើយមិនមែនស្រោចស្រង់ឲ្យយើងបានតែបរិមាណនោះទេគឺថែមទាំងផ្ដល់សិទ្ធិគុណភាពទៀតបាទឃើញទេល្អមែនតើខ្ញុំនិយាយដែលចុះកន្លែងនេះហើយករណីមួយដែលបានកាត់ឡើងមានចំពោះលោកយោបប្រហែលជាលោកគ្រូដឹងហើយលោកយោបមានសាតាំងបាននៅពីក្រោយបញ្ហារបស់លោកយោបរហូតអញ្ចឹងឲ្យចាំច្បាស់ណាថាពីក្រោយបញ្ហាគឺមានសាតាំងប៉ុន្តែនៅពេលដែលលោកយោបបានឆ្លើយតបទៅកាន់ព្រះជាម្ចាស់ដោយជំនឿនោះព្រះអង្គបានស្រោចស្រង់ឬក៏ស្ដារលោកនៅអ្វីដែលលោកយោបបានបាត់បង់ទៅឲ្យគាត់ត្រឡប់ទៅវិញណាប្រហែលជាលោកជ្រាបហើយថាលោកយោបបាត់បង់អីខ្លះតែព្រះជាម្ចាស់ព្រះអង្គបានស្ដារឡើងវិញហើយជូនលោកឡើងវិញព្រះគម្ពីរប្រាប់យើងថាលោកយោបបានទទួល2ដងក្នុងបរិមាណនិយាយពីបរិមាណណានិយាយពីចំនួនណាបានន័យថា2ដងគឺជាមពី7,000ក្បាលកើនដល់14,000ក្បាល7ពីដង14ណាបាទអូតពី3,000ក្បាលកើនដល់6,000ក្បាល3គុណនឹង2ណាលោកណាគោ500នឹមកើនដល់1,000នឹមបាទ1,000នឹមវាយកគុណ2ទៅឃើញចំនួនក្បាលណាបាទហើយលាញីហ្នឹង500ក្បាលកើនដល់1,000ក្បាលឃើញទេឃើញទេកើនទ្វេគុណណាហើយកូនដែលលោកបានបាត់បង់នោះព្រះជាម្ចាស់បានស្រោចស្រង់ឡើងវិញសុទ្ធតែជាកូនដែលមានលក្ខខណ្ឌនៃគុណភាពនោះល្អទៀតកូនគាត់លោកអានមើលទៅនៅយោបចំពុក1ខ2ខ3ខ2ដល់ខ3ខ13ដល់ខ9ខចំពុក42ខ12ដល់ខ15នោះឃើញសុទ្ធតែព្រះជាម្ចាស់បានសងត្រឡប់មកកាន់លោកយោបវិញ1ទ្វេជា2ទោះបីជាពេលនោះគាត់ធ្ងន់ធ្ងរខ្លាំងមែនទែនបានសិទ្ធិកូនដែលមានគុណភាពសិទ្ធិគុណភាពល្អអញ្ចឹងបងដែលបងអូនស្រីដែលពិបាកចិត្តរឿងកូនមិញកុំភ័យបន្តិចទៀតព្រះនឹងសងត្រឡប់មកវិញកូននោះនឹងទៅជាកូនដែលល្អស្រស់តកានាំកិត្តិយសមកដល់ម្ដាយវិញជាមិនខានកុំភ័យហើយនៅក្នុងស្រុកលោកយោបទាំងមូលនោះគ្មាននារីណាមានរូបឆោមលោមពណ៌ល្អស្អាតដូចកូនស្រីរបស់លោកយោបទេកាពីបានប្រាប់អញ្ចឹងខ្ញុំថាតាំងកាពីទេនេះខ្ញុំមានថាខ្លួនឯងទេណាសងមកវិញគឺគុណសិទ្ធិគុណភាពមកហើយនឹងមួយហើយលោកយោបលោកមិនបានរស់នៅក្រោមសម្ព័ន្ធមេត្រីថ្មីផងកាលនោះនៅក្នុងសម្ព័ន្ធមេត្រីចាស់ឡើយពីសញ្ញាចាស់ឡើយណាបាទនៅក្នុងសម្ព័ន្ធមេត្រីចាស់ប៉ុណ្ណឹងផងនៅប្រហែល1គុណនឹង2នៅបានប្រពោទ្វេដង1ជា2ដល់បញ្ហារបស់លោកទៅហើយចុះតម្រាំយើងកំពុងតែរស់នៅសម្ព័ន្ធមេត្រីថ្មីនេះឥឡូវនេះយ៉ាងម៉េចតើយើងនឹងទទួលបានប៉ុណ្ណាទៅអានេះជាសំណួរខ្ញុំបកត្រឡប់ទៅវិញលោកយោបនៅក្នុងសម្ព័ន្ធមេត្រីចាស់លោកនៅបានទទួលប្រពើ1ជា2រួចចុះយើងសពថ្ងៃនៅក្នុងសម្ព័ន្ធមេត្រីថ្មីនៅក្រោមព្រះគុណរបស់ព្រះជាម្ចាស់នេះតើនឹងបានទទួលព្រះពរប៉ុណ្ណាទៅតាមពិតទៅព្រះជាម្ចាស់មិនគ្រាន់តែស្រោចស្រង់ឬក៏ស្ដារយើងឲ្យមានព្រះពរទ្វេ1ជា2ប៉ុណ្ណោះទេគឺ1ជា3ទៀតឥឡូវនេះបាទ1ជា3ទៀត1ជា5ទៀតហើយ1ជា7ឧទាហរណ៍ជាក់ស្ដែងដូចបងអូនស្រីម្នាក់ទូរស័ព្ទមកថារឿងបញ្ហារ៉ូស៊ីអញ្ចឹងណាហើយជាក់ស្ដែងប្រហែលថ្ងៃមុនមានក្រុមជំនុំម្នាក់ទូរស័ព្ទមកកាន់ខ្ញុំថាគ្រូខ្ញុំត្រូវគេបោកលុយអស់លីងទឹកភ្នែកទឹកសបាផងគេបោកព្រោះឥឡូវគេបកកែបញ្ចុះបោកយើងណាប៉ុន្តែទីបំផុតព្រះជាម្ចាស់បានសងគាត់វិញ1ជា7បាទឃើញទេនេះឯង
ដែលចង់បង្ហាញឲ្យឃើញថាលោកយប់នៅសម្ព័ន្ធមិត្តរីចាស់ព្រះជាម្ចាស់សមួយទ្វេជាពីរយ៉ាងនឹងទៅហើយចុះយើងដែលសពថ្ងៃរស់នៅក្រោមប្រគុណរបស់ព្រះជាម្ចាស់ក្នុងសម័យសម្ព័ន្ធមិត្តរីថ្មីនេះតើយើងនឹងបានទទួលប៉ុណ្ណាទៅខ្ញុំនិយាយឲ្យអស់ត្មងដល់1ជា71ជា7បាទសូមអរគុណមិនមែនគ្រាន់តែ1ទ្វេជា2ទេ1ទៅជា7បាទហើយមិនមែនមានតែបរិមាណទេគឺសុទ្ធតែគុណភាពទៀតតែគុណភាពយ៉ាងដូច្នេះហើយបានជាយើងឃើញថាល្អប្រសើរជាងមុនបាទប្រសើរឆ្ងាយណាស់បាទបណ្ដាច់តែម្ដងបាទខ្ញុំដាក់ថាល្អប្រសើរជាងណាល្អប្រសើរជាងមុនបាទអរគុណដល់លោកគ្រូបាទមិញប្រិមិត្តយើងលោក031បាទអញ្ជើញមកដែរតែត្រឡប់ទៅវិញតែបើសិនជាចុចមកឥឡូវតន់ទទួលដែរអាណិតហើយនឹងស្ដាយដល់ប្រិមិត្តយើងដែលលោកចូលរួមហើយទោះបីនៅ4នាទីក៏នៅតែទទួលបានដែរបាទសម្រាប់លេខ031ប៉ុន្តែបើមិនត្រឡប់មកទេដោយសារតែពេលវេលាក៏ចិត្តអស់ទៅហើយដែរយើងក៏សូមជូនទៅលោកគ្រូតែម្ដងបាទដើម្បីនឹងសរុបមកវិញបាទក៏ជំរាបជូនបាទអំពីការដែលយើងសង្ឃឹមទុកចិត្តលើសេចក្តីសន្យារបស់ព្រះហើយរស់នៅដោយសង្ឃឹមហើយនឹងមានអំណរនៅក្នុងព្រះអង្គនេះហើយចុងក្រោយលោកគ្រូក៏ជូនពរជំរាបលាពីប្រិមិត្តតែម្ដងបាទសូមអញ្ជើញជាសារខ្លីចុងក្រោយចង់ជំរាបលោកអ្នកបងប្អូនថាគ្រប់យ៉ាងដែលយើងបានបាត់បង់សូមត្រៀមខ្លួនទទួលយកការស្រោចស្រង់ឡើងវិញពីព្រះជាម្ចាស់ដល់យើងចូលសង្ឃឹមថាយើងនឹងទទួលបាន1ជា2និងច្រើនជាងនេះទៅទៀតសម្រាប់គ្រប់បញ្ហារបស់យើងអាមែនបាទអាមែនបាទអរគុណបាទអញ្ចឹងកម្មវិធីរបស់យើងបាទឃ្លាតពីប្រិមិត្តតែត្រឹមនេះលោកគ្រូមានពាក្យពេចន៍នឹងឬក៏លើកទឹកចិត្តបន្ថែមពី3ម៉ាត់នៅសល់ម៉ោង2នាទីដែរបាទជាកិច្ចចុងក្រោយនេះខ្ញុំបាទគ្រាន់តែចង់ជំរាបថាកាលណាយើងជួបបញ្ហាកុំឲ្យយើងបាក់ទឹកចិត្តតែយើងរស់ស៊ីខានកុំឲ្យយើងបាក់ទឹកចិត្តបន្តការជឿទុកចិត្តលើព្រះជាម្ចាស់ឲ្យបាន100%នោះព្រះជាម្ចាស់ឆ្លើយតបមកយើងវិញដោយស្រោចស្រង់យើងឡើងវិញទ្វេ1ជា2ហើយព្រះអង្គមិនមែនស្រោចស្រង់យើងឲ្យបានតែជាចំនួនតួលេខនោះទេជាបរិមាណនោះទេប៉ុន្តែផ្ដល់ឲ្យយើងសិតតែមានបរិមាណហើយបរិមាណទាំងអស់នោះសិតតែជាបរិមាណដែលមានគុណភាពដ៏ល្អលើសលប់ដូចកូនលោកយោបអញ្ចឹងណាមិនត្រឹមតែមានចិត្តល្អទេប៉ុន្តែបើនិយាយពីរូបសម្ផស្សវិញស្អាតជាងគេទាំងអស់បាទសូមអរគុណអរគុណបាទលោកនាងប្រិមិត្តអ្នកស្ដាប់ជាទីគ្រប់នឹងជាទីស្រឡាញ់បាទកម្មវិធីចម្លើយជីវិតបាទក៏បានមកដល់ទីបញ្ចប់ដែរខ្ញុំបាទម៉ៅយឿនព្រមទាំងលោកគ្រូប្រៃសគុណបាទយើងខ្ញុំទាំងអស់គ្នាក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអ្នកប្រិមិត្តបាទដែលលោកបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមតាមដានស្ដាប់កម្មវិធីយើងពីដំបូងរហូតដល់ចុងបញ្ចប់ក៏សូមអរគុណដល់លោកអ្នកប្រិមិត្តដែលលោកបានទូរស័ព្ទចូលរួមបាទមានជាមតិយោបល់ក៏ដូចជាសួរសំណួរមកក្នុងកម្មវិធីបាទជាចុងក្រោយសូមព្រះជាម្ចាស់នៃសេចក្តីសុខសាន្តព្រះជាម្ចាស់ដែលមានអំណាចព្រះជាស្ដាព្រះជាម្ចាស់ដែលមានប្រជញ្ញគង់នៅប្រទានពរដល់លោកអ្នកបាទនឹងទទួលជោគជ័យរាល់ការងារភារកិច្ចរបស់លោកអ្នកបាទឲ្យបានល្អប្រសើរដើម្បីថ្វាយស្រីល្អដល់ព្រះអង្គនិងធ្វើទីបន្ទាល់ស្មោបន្ទាល់ពីព្រះអង្គថាព្រះអង្គល្អសម្រាប់ជីវិតរបស់យើងផងដែរអរគុណសូមឃ្លាតពីប្រិមិត្តតែត្រឹមនេះសិនហើយសន្យានឹងវិលមកជួបលោកអ្នកប្រិមិត្តបាទនៅថ្ងៃស្អែកបាទជាថ្ងៃចុងសប្តាហ៍ជាបន្តទៀតបាទសូមអរគុណ
ជាមួយអ្នកទូទៅ